សូមស្វាគមន៍បងប្អូនមកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំចង់ចែករំលែកនូវបទពិសោធន៍ដើម្បីដើរទៅក្នុងព្រៃដើម្បីដើរទៅបោះតង់ក្នុងព្រៃជាក់ស្ដែងដូចជាបុរសម្នាក់នេះកំពុងតែចូលទៅក្នុងព្រៃដើម្បីដើររកកន្លែងបោះតង់មើលទៅគាត់ដូចជាមនុស្សដែលឧស្សាហ៍ដើរក្នុងព្រៃដើម្បីទៅរកកន្លែងបោះតង់នៅក្នុងព្រៃបន្តិចគាត់នឹងចាប់ផ្ដើមធ្វើកន្លែងស្នាក់នៅមួយនៅលើគាត់ចាប់ផ្ដើមកាត់មែកឈើបានគាត់បន្តិចម្ដងមើលទៅគាត់កំពុងតែធ្វើកន្លែងសម្រាប់ស្នាក់នៅក្នុងព្រៃបាត់ពិសោធន៍មិនធម្មតាទេបងប្អូនមើលទៅគាត់ធ្វើទៅដឹងហើយបងប្អូនគាត់បានកាត់មែកយ៉ាងច្រើនដើម្បីធ្វើជាអាហ្នឹងដូចជាកម្មសម្ដែងបងប្អូនអូទ្វារបងប្អូនគាត់កំពុងតែធ្វើទ្វារដើម្បីឡើងទៅគាត់កាត់ហ្នឹងបងប្អូនណាចង់ទៅក្នុងព្រៃបោះតង់ដូចគាត់នេះយកទៅរួចតាមគាត់ទៅគាត់ជាត្រូវជាក់ស្ដែងបងប្អូនណាដែលធ្លាប់ដើរព្រៃគាត់ច្បាស់ជាដឹងគាត់ចាប់ផ្ដើមធ្វើបន្តិចម្ដងរហូតជាក់ស្ដែងគាត់ធ្វើចិត្តរួចហើយនៅបានដល់រហូតចឹងចាំមើលគាត់តទៅទៀតតែគាត់ធ្វើអីតទៅទៀតអូជាក់ស្ដែងមានព្រិលទៀតបងប្អូនព្រិលខ្លាំងណាបងប្អូនគាត់កំពុងតែធ្វើម្ហូបញ៉ាំមិនដូចជាអូកំពុងតែធ្វើម្ហូបញ៉ាំគាត់ចាប់ផ្ដើមញ៉ាំអាហារពេលព្រឹកបន្តទៅទៀតមានទាំងសាំងវិចទៀតបងប្អូនគាត់ចាប់ផ្ដើមធ្វើកន្លែងគាត់ស្នាក់នៅទៅបងប្អូនចាំមើលទៅពេលគាត់ធ្វើរួចតើចេញរូបរាងយ៉ាងម៉េចអានេះមានអ្នកជំនាញទេបងប្អូនគាត់ចាប់ផ្ដើមធ្វើម្ហូបតទៀតអានេះសាច់គោឃើញតំណោមិននិយាយដល់បងប្អូនមានសាច់យកមកគាត់ចាប់ផ្ដើមដេកមួយផ្លេតក្រោកឡើងភ្លឺទៀតទេសភាពពេលព្រឹកស្អាតទាំងបងប្អូនគាត់ញ៉ាំកាហ្វេគាត់ចាប់ផ្ដើមធ្វើតទៀតហើយចាំមើលពេលគាត់ធ្វើរួចបងប្អូនខ្ញុំចាំគាត់ធ្វើរួចដែរបងប្អូននឹងគាត់កាយដូចជាស្មៅគាត់ដាក់ពីលើពីក្រោមគាត់យកត្រូពីក្រោមទេសភាពស្អាតហ្នឹងពេលព្រឹកមេឃធ្លាក់ព្រិលទៀតភ្លៀងទៀតបងប្អូនចាំមើលគាត់ធ្វើគាត់ចាប់ផ្ដើមធ្វើម្ហូបញ៉ាំទៀតហើយតទៅទៀតចាប់ផ្ដើមធ្វើតទៅទៀតហើយគាត់កំពុងអង្គុយញ៉ាំព្រឹកវិញទៀតបាទហើយបងប្អូនគាត់ញ៉ាំកាហ្វេមើលទៅគាត់ធ្វើជាតិរួចហ្នឹងបងប្អូនគាត់ចាប់ផ្ដើមទៅណាទៀតវាតំណងមកហូបគាត់តំណងទេសភាពពេលព្រឹកបងប្អូនមើលទៅស្អាតតែបងប្អូនទេសភាពនៅពេលព្រឹក
មនុស្សគាត់ចាប់ផ្ដើមដើរចេញទៅកន្លែងជាកន្លែងមួយទៀតបងប្អូនពាក់សូនដៃមួយអូមេឃចោះអាប់មើលអត់ឃើញទេបង